មហិច្ឆតាខ្ពស់ភ្នែកធំទូលាយបេះដូងជ្រៅជ្រៅគឺជាឃ្លាបើកវចនារបស់លោកស្រីថាកៃជីសាណាអេតើស្ត្រីជប៉ុនរូបនេះមានប្រវត្តិនិងធ្លាប់ឆ្លងកាត់រឿងរ៉ាវបែបណាខ្លះរហូតបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី1នៅប្រទេសជប៉ុនគ្រឹះនៃជីវិតនិងការអប់រំលោកស្រីថាកៃជីសាណាអេកើតនៅថ្ងៃទី7ខែមីនាឆ្នាំ1961នៅខេត្តណារ៉ានៅក្នុងគ្រួសារដែលមានម្ដាយជាមន្ត្រីប៉ូលីសនិងឪពុកជាបុគ្គលិកផ្នែកលោកស្រីត្រូវបានបណ្ដុះបណ្ដាលយ៉ាងតឹងរ៉ឹងតាមបែបអភិរក្សនិយមដែលត្រូវទន្ទិញគម្ពីរអធិរាជស្ដីពីការអប់រំតាំងពីពុំទាន់ចូលរៀនបឋមសិក្សាម្ដាយរបស់លោកស្រីមានចរិតម៉ឺងម៉ាត់និងតឹងរ៉ឹងខ្លាំងណាស់ការលោកស្រីរៀននៅបឋមសិក្សាទោះបីជាលោកស្រីប្រឡងបានពិន្ទុ98ក៏ដោយក៏នៅតែត្រូវម្ដាយស្ដីបន្ទោសថាមនុស្សដែលធ្វើខុសដោយសារភាពធ្វេសប្រហែសបែបនេះនឹងទទួលបរាជ័យក្នុងចំណុចសំខាន់បំផុតនៃឆាកជីវិតភាពរឹងមាំរបស់លោកស្រីថាកៃជីបានស្ដែងចេញយ៉ាងច្បាស់នៅពេលដែលប្រឡងចូលសាកលវិទ្យាល័យទោះបីជាឪពុកម្ដាយចង់ឲ្យចូលរៀនត្រឹមតែមហាវិទ្យាល័យកម្រិតទាបនិងរៀបការមានគ្រួសារក៏ដោយក៏លោកស្រីថាកៃជីតស៊ូប្រឆាំងនឹងមតិគ្រួសាររហូតបានចូលរៀននៅសាកលវិទ្យាល័យគូបេដើម្បីបន្តក្តីសុបិនលោកស្រីសុខចិត្តធ្វើដំណើរ6ម៉ោងក្នុងមួយថ្ងៃនិងធ្វើការងារក្រៅម៉ោងជាគ្រូបង្រៀនឯកជនដើម្បីបង់ថ្លៃសិក្សាដោយខ្លួនឯងដោយគ្មានការគាំទ្រហិរញ្ញវត្ថុពីឪពុកម្ដាយក្នុងវ័យជានិស្សិតលោកស្រីមិនត្រឹមតែរៀនពូកែផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកវេយ្យាករណ៍